មូលហេតុដែលខ្ញុំសម្រេចចិត្តរៀនលើផ្នែកទឹកស្អាតហ្នឹងដោយសារប្រទេសកម្ពុជាយើងអត់ទាន់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ទេជាពិសេសនៅតំបន់ជនបទអាជីវករទឹកស្អាតភាគច្រើនមួយចំនួនគឺគាត់ធ្វើទៅតាមលក្ខណៈពេលខ្លះលក្ខណៈគ្រួសារពេលខ្លះធ្វើតាមតគ្នាអញ្ចឹងគាត់ផលិតទៅតាមការយល់របស់គាត់ហើយពេលខ្លះទៅក៏ទឹកនៅល្អនៅអីគាត់ចេះតែផលិតឲ្យគេប្រើអញ្ចឹងទៅដល់យើងបំរើទាំងទឹកមិនស្អាតធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋកាន់តែវាមានបញ្ហាតទៅថ្ងៃមុខទៀតអញ្ចឹងបើគាត់បានពីសហគមន៍វ័យក្មេងក្រោមការឧបត្ថម្ភឬការគាំទ្រពីខាងរដ្ឋាភិបាលអូស្ត្រាលីហ្នឹងគាត់នឹងអាចជួយនៅចំណុចខ្វះខាតរបស់អាជីវករទឹកស្អាតយើងបានយល់បន្ថែមទៅលើចំណុចខ្វះខាតរបស់គាត់ធ្វើម៉េចផលិតទឹកឲ្យបានស្អាតតាមស្តង់ដារបច្ចុប្បន្នហ្នឹងខ្ញុំចូលកម្មសិក្សានៅស្ថានីយ៍ទឹកស្អាតលេងខៀវព្រៃអំបិលស្ថិតនៅឃុំព្រៃអំបិលស្រុកស្អាងខេត្តកណ្ដាលរហូតដល់ឥឡូវហ្នឹងជិត5ខែបងសម្រាប់កម្មវិធីហ្នឹងជួយផ្ដល់សិទ្ធិឲ្យស្ត្រីគាត់មានសិទ្ធិទទួលបានជំនាញបច្ចេកទេសបន្ថែមពីលើការសិក្សានៅសាកលវិទ្យាល័យរបស់គាត់ហើយបង្កើនទំនុកចិត្តរបស់គាត់នៅពេលដែលគាត់បញ្ចេញមតិជាមួយស្ថាប័នណាមួយឬក៏នៅតាមស្ថានីយ៍មកបានជាខ្ញុំទទួលយកនិស្សិតកម្មសិក្សាដែលចុះផ្ទាល់គឺចង់ផ្ដល់ឱកាសឲ្យគាត់ចុះអនុវត្តផ្ទាល់ស្វែងយល់នៅអ្វីដែលពួកគាត់បានរៀនយល់បន្ថែមពីការផលិតនិងការផ្គត់ផ្គង់ទឹកស្អាតហើយទីពីរគឺយើងចង់ឃើញនិស្សិតជាស្ត្រីអាចចូលរួមនៅក្នុងវិស័យទឹកស្អាតបានកាន់តែច្រើនមានសមត្ថភាពដូចបុរសដែរថ្ងៃនេះគឺស្ត្រីគឺមកពីអ្នកគាត់បានធ្វើការលាយលបាយគីមីគឺ paint ឬ floor ហ្នឹងគឺត្រូវតាមការផលិតនិងតាមស្តង់ដារពីមុនមកការលាយសារគីមីក៏ធ្វើតាមទម្លាប់អញ្ចឹងគឺអត់តាមប្រក្រមទេតែដល់ពេលយើងមានបុគ្គលិកជាវិស្វករមកគឺគាត់មានអ្វីដែលគាត់បានរៀនបានសូត្រហ្នឹងយកមកគុំចូលគ្នាជាមួយនឹងខាងបុគ្គលិកយើងហ្នឹងគឺធ្វើឲ្យវាបានដំណើរការល្អហើយវាត្រូវបរិមាណល្អជាងមុនបណ្ដាញនយោបាយរបស់យើងពីមុនមកយើងដាក់ទាំងការស្មានដល់ពេលដែលគាត់បានមកហ្នឹងគឺគាត់ជួយបន្ថែម preview ឡើងវិញនៅចំណុចដែលខ្វះខាតយើងអាចបំពេញបន្ថែមហើយយើងពិភាក្សាគ្នាទៅយើងអាចគិតថាវាអាចធ្វើបានច្រើនជាងមុនសម្រាប់និស្សិតវ័យក្មេងជាស្ត្រីខ្ញុំលើកទឹកចិត្តឲ្យគាត់ជឿជាក់លើខ្លួនឯងហ៊ានឈានដើរទៅមុខលើអ្វីដែលគាត់ចង់បានជាពិសេសពេលដែលចុះមកភាពជាក់ស្ដែងទៅការងារជាអ្នកបរិញ្ញាយើងអាចធ្វើការងារនឹងបានយើងអាចរៀនសូត្រពីវាបានអញ្ចឹងយើងកុំខ្លាចឧបសគ្គព្រោះពេលដែលយើងជួបហើយវាកាន់តែធ្វើឲ្យយើងរឹងមាំជាងមុន